វេយ្យាករណ៍គឺជាក្បួនខ្នាតសម្រាប់រៀបរៀងភាសាឲ្យមានសណ្ដាប់ធ្នាប់ងាយស្រួលក្នុងការប្រើប្រាស់ជៀសវាងការប្រើទៅមានកំហុសនាមឬនាមសព្ទជាពាក្យសម្គាល់ឈ្មោះមនុស្សសត្វវត្ថុរុក្ខជាតិទីកន្លែងឬសកម្មភាពបែបណាមួយគុណនាមគឺជាពាក្យសម្រាប់បញ្ជាក់លក្ខណៈឲ្យនាមគុណនាមស្ថិតនៅខាងស្ដាំនាមកិរិយាសព្ទគឺជាពាក្យសម្ដែងនៅអំពើសកម្មភាពគុណកិរិយាវិសេសគឺជាពាក្យឬកន្សំពាក្យសម្រាប់សម្ដែងលក្ខណៈកិរិយាគុណនាមឬគុណកិរិយានៅក្នុងល្បះឆ្នូបមានន័យថាជាពាក្យដែលគេប្រើសម្រាប់ភ្ជាប់ពាក្យទៅនឹងពាក្យកន្សំពាក្យទៅនឹងកន្សំពាក្យឬល្បះទៅនឹងល្បះធ្នាក់គឺជាពាក្យចំណងសម្រាប់ប្រទាក់ពាក្យឬកន្សំល្បះនៅក្នុងល្បះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជួយចុច Follow Like និង Share ដើម្បីបានមើលវីដេអូក្រោយទៀត